បេដាលោកគ្រូយ៉ាងមិនហើយមេរៀនគ្រូដាក់ឲ្យនោះខ្ញុំទៅទិញបាលីចាំអស់ហើយក៏សាកល្បងរួចដែរខ្ញុំបានឡើងលើផ្ទៃសមុទ្ររួចបកកទឹកសមុទ្របានជោគជ័យយុទ្ធសាស្ត្រខ្ញុំជិតនៅកម្រិតទី7នៃឋានសួគ៌ម្យ៉ាងទៀតពេលឡើងគោកលើកហ្នឹងខ្ញុំបានរាប់អានមិត្តភក្តិម្នាក់ស្អីរាប់អានមិត្តដែរគ្រូប្រាប់ឲ្យថាក្បួយបង្ហាញអត្តសញ្ញាណប៉ុន្តែគេគឺជាមនុស្សគេរាប់អានខ្ញុំវិញដោយមិនបានរើសអើងខ្ញុំទេតែម្នាក់នឹងជាណាគេឈ្មោះណាចាហ៎អត់បានទេកុំរាប់អានវាហើយមិនគួរណារាប់អានណាចានឹងទេមិនចឹងណាចាវាជាគុជធម្មពលបិសាហើយជាគុជធម្មពលទេវតាវាស្នាចាមកជាស្ត្រីនឹងគ្នាប្រហែលថ្ងៃទៀតរទះមេឃាមកដល់ហើយពេលនោះណាចាមានកំផឹងក្នុងខ្លួនហើយបំផ្លាញមនុស្សលោកហើយត្រូវតែបង្ហាញមុខមកក្រាបវាឲ្យមនុស្សដឹងគុណហើយជាវីរៈបុរសប៉ុន្តែខ្ញុំមិនចង់សម្លាប់គេទេបុតបិតាបុតមិនអាចរាប់អានទៅត្រូវជាមិត្តទេត្រូវតែបំភ្លេចមិត្តភាពមួយនឹងចោលទៅវាស្ដាប់បានចាមកហើយថាគុជធម្មពលទាំងពីរត្រូវជាសត្រូវនឹងគ្នាបុតត្រូវតែទទួលស្គាល់រឿងនេះទៅបុតដឹងទេថាទីនេះជាកន្លែងណាគឺវាមាននេះនៅក្រោមមានមួយនេះមានរណ្ដៅភ្លើងធំណាស់រណ្ដៅភ្លើងនឹងគឺជាគុកសម្រាប់ឃុំឃាំងបិសាចរាប់លានប្រភេទដូចជានរកអញ្ចឹងឋានសួគ៌បានចាប់អំបូរអ្នកករីរបស់យើងយាមនៅទីនេះដើម្បីកុំឲ្យបិសាចនោះឡើងទៅឋានមនុស្សអង្គរឈ្មោះជាអ្នកករីបានតែរកស្ដាប់ទេដោយសារតែភារកិច្ចមួយនឹងអ្នកករីទាំងអស់ត្រូវនៅទីនេះមិនអាចទៅណាបានទេពួកយើងយាមគុកបិសាចមិនខុសពីឃុំខ្លួនឯងដែរទេម្យ៉ាងទៀតនៅក្នុងការគិតរបស់ឋានសួគ៌អ្នកករីគ្រាន់តែជាសត្វដេរឆានតែប៉ុណ្ណោះមិនខុសពីឆ្កែយាមទ្វារទេបើនិយាយពីមនុស្សលោកប្រាជ្ញស្គាល់ថានេះជាស្អីផងក៏មិនដឹងការលះបង់មួយនេះវាមិនសមតម្លៃឲ្យពួកយើងបន្តទៅមុខទៀតទេបិតាសង្ឃឹមថាពួកអ្នកករីអាចមានសេរីភាពនិងចាក់ចេញពីកន្លែងនេះបានស្ដាប់គ្រូឲ្យច្បាស់ពេលឯងពេញវ័យឯងនៅត្រូវមកយាមនៅទីនេះដូចជាបិតារបស់ឯងដល់ពេលនឹងឯងនៅត្រូវនៅទីនេះអស់មួយជីវិតបើចង់ស្នើសុំទៅឋានសួគ៌ឲ្យដកភារកិច្ចនោះចេញពីអំបូរនេះលុះត្រាតែឯងមានគុណសម្បត្តិស្អីមួយមិនចឹងទេគេមើលមិនឃើញឯងទេអូយបងអ្នកករីរបស់យើងសង្ឃឹមលើកបត់ហើយអោពីកុំឲ្យមនោសញ្ចេតនាធ្វើឲ្យខូចកិច្ចការធំអី